ប្រធានាធិបតីចិនអំពាវនាវឲ្យមានការបង្រួបបង្រួមនៅក្នុងសារទៅកាន់មេដឹកនាំថ្មីរបស់បកប្រឆាំងតៃវ៉ាន់យោងតាមសារព័ត៌មាន Channel New Asia ដែលបានចេញផ្សាយនៅថ្ងៃទី19 ខែតុលាបានឲ្យដឹងថាប្រធានាធិបតីចិនលោកស៊ីជីនពីងកាលពីថ្ងៃអាទិត្យបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការបង្រួបបង្រួមនៅក្នុងសារអបអរសាទរជូនចំពោះមេដឹកនាំថ្មីរបស់គណៈបកប្រឆាំងដ៏ធំរបស់តៃវ៉ាន់ដែលការបោះឆ្នោតជ្រើសរើសនេះបានកើតឡើងចំពេលមានការចោទប្រកាន់ថាមានការជ្រៀតជ្រែកពីទីក្រុងប៉េកាំងអតីតតំណាងរាស្ត្រលោកស្រីចេងលីវ៉ុនដែលនឹងចូលកាន់តំណែងជាមេដឹកនាំគណៈបកគួរមីងតាងនៅថ្ងៃទី1ខែវិច្ឆិកាបានឈ្នះការបោះឆ្នោតកាលពីថ្ងៃសៅរ៍នៅពេលដែលមានភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំងដែលចាត់ទុកកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួនរដ្ឋាភិបាលតៃវ៉ាន់ប្រឆាំងយ៉ាងដាច់អហង្ការចំពោះការទាមទារអធិបតេយ្យភាពរបស់ចិនគួរបញ្ជាក់ផងដែរថាគណៈបក KMT មានទំនាក់ទំនងជិតស្និទ្ធជាមួយចិនហើយជាដៃគូកិច្ចសន្ទនាដែលទីក្រុងប៉េកាំងពេញចិត្តក្នុងសារមួយក្នុងតួនាទីជាប្រធានគណៈបកកុម្មុយនីសចិនលោកស៊ីបានប្រាប់លោកស្រីចេងថាគណៈបកទាំងពីរគួរតែពង្រឹងមូលដ្ឋាននយោបាយរួមរបស់ពួកគេលោកបានបន្ថែមថាគណៈបកទាំងពីរគួរតែរួបរวมប្រជាជនភាគច្រើនលើសលប់នៅតៃវ៉ាន់ដើម្បីធ្វើការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជំរុញការអភិវឌ្ឍរួមនិងជំរុញការបង្រួបបង្រួមជាតិនៅក្នុងសារទៅកាន់លោកស៊ីលោកស្រីចេងមិនបានលើកឡើងអំពីការបង្រួបបង្រួមជាមួយក្រុងប៉េកាំងនោះទេប៉ុន្តែបានថ្លែងថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់គឺជាសមាជិកនៃជនជាតិចិនដោយប្រើពាក្យក្នុងភាសាចិនដែលសំដៅទៅលើជាតិសាសន៍ជាជាងសញ្ជាតិយោងតាមសេចក្តីថ្លែងការណ៍របស់គណៈបកលោកស្រីចេងបាននិយាយថាភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការឆ្លងច្រកសមុទ្រលើមូលដ្ឋានដែលមានស្រាប់និងជំរុញសន្តិភាពនិងស្ថិរភាពទូទាំងច្រកសមុទ្រតៃវ៉ាន់គណៈបក KMT បានចាញ់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំមុនគណៈបកនេះនិងសម្ព័ន្ធមិត្តរបស់ខ្លួនគឺជាគណៈបកប្រជាជនតៃវ៉ាន់ដែលជាគណៈបកតូចមួយបានរួមគ្នាកាន់កាប់អាសនៈច្រើនជាងគេក្នុងសភាគូបញ្ជាក់ផងដែរថាលោកស្រីចេងដែលមានវ័យ55ឆ្នាំបានប្រឆាំងនឹងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ដែលជាគោលការណ៍នយោបាយគន្លឹះរបស់លោកឡៃហើយបានឈ្នះការបោះឆ្នោតជ្រើសរើសបេក្ខភាពមេដឹកនាំរបស់គណៈបក KMT ខ្ញុំបាទស៊ីណាតពីរំលេច News TV